សួស្តីអ្នកនរគ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីរបៀបបង្កើត Gmail ដោយខ្លួនឯងណាអញ្ចឹងដោយសារតែបងប្អូនយើងភាគច្រើនគាត់លេងប្រើ Facebook ប្រើ YouTube អី TikTok អីគេត្រូវការទាមទារ Gmail ដើម្បីយកទៅភ្ជាប់ហើយយើងអត់ចេះភ្ជាប់ខ្លួនឯងបង្កើត Gmail ដោយខ្លួនឯងឬក៏ Gmail មានហើយតែឲ្យជាងគាត់បង្កើតឲ្យដល់ពេលអញ្ចឹងយើងពិបាកក្នុងការចងចាំលេខ password លេខអីមិនដឹងលេខបានអីបានយើងអត់ដឹងអញ្ចឹងហើយអញ្ចឹងយើងបង្កើតដោយខ្លួនឯងដើម្បីយកទៅបង្កើត YouTube បាទ YouTube ដើម្បីបង្កើត YouTube ត្រូវចាំបាច់ត្រូវមាន Gmail អញ្ចឹងយើងជំហានទី1យើងបង្កើត Gmail ឲ្យហើយបាទមុននឹងចូលទៅទស្សនានៅវីដេអូពេញសូមជួយចុច Subscribe ម្នាក់មួយផងណាបាទហើយបន្ទាប់មកយើងចូលទៅមើលពីរបៀបបង្កើតរបស់គ្នាតោះ Let's go អញ្ចឹងបងប្អូនចូលមកកាន់ Google នេះមកហើយចុចនៅលើ profile ខាងលើបាទចុច profile ខាងលើបងប្អូនចុចយកសញ្ញាបូកខាងក្រោមនេះបាទចុចតាមខ្ញុំមកចុចសញ្ញាបូករងចាំបន្តិចបាទរងចាំបន្តិចហើយគេសួរថាតើអ្នកនេះជ្រើសរើសយកបង្កើតថ្មីបាទកើតថ្មីយើងដាក់ឈ្មោះយើងមកដាក់ឈ្មោះបងប្អូនណាកុំដាក់ឈ្មោះខ្ញុំបាទនេះខ្ញុំធ្វើឲ្យមើលខ្ញុំដាក់ឈ្មោះខ្ញុំបាទខ្ញុំដាក់ daily អញ្ចឹងទៅបាទកន្លែងនេះដាក់ថ្ងៃខែឆ្នាំកំណើតដាក់ឆ្នាំកំណើតខ្លួនឯងផ្ទាល់ក៏បានដាក់ជាលក្ខណៈឲ្យតែបានក៏បានដែរតែបើយកល្អដាក់ខ្លួនឯងហ្មងទៅវាสนุกយើងចំណាំផងកុំឲ្យភ្លេចថ្ងៃក្រោយបាទនេះខ្ញុំដាក់ខ្លួនខ្ញុំដែរហើយខ្ញុំរើសភេទចឹងទៅភេទប្រុសបាទខ្ញុំប្រុសហើយកន្លែងនេះយើងគេសួរយើងថាតើយើងបង្កើតដោយខ្លួនឯងឬក៏យកឈ្មោះស្រាប់បាទគេមានស្រាប់ឲ្យយើងមើលអញ្ចឹងបើយើងយកខ្លួនឯងយើងបង្កើតខ្លួនឯងមកបាទគ្រាន់ថាបើយើងបង្កើតខ្លួនឯងទី1បើយើងជន់ឈ្មោះគេវាអត់ឲ្យបាទទី2បើយើងបង្កើតអត់ត្រូវលក្ខខណ្ឌរបស់វាក៏វាអត់ឲ្យដែរអញ្ចឹងខ្ញុំបង្កើតខ្លួនឯងដែរប៉ុន្តែទៅសេដូចថាគេទាមទារសញ្ញាច្រើនអញ្ចឹងវារៀងពិបាកដល់ពេលខ្ញុំបង្កើតសាកមើលដោយសារខ្ញុំឆ្លាញ់ឈ្មោះមួយនេះខ្ញុំបង្កើតខ្លួនឯងហើយវាបែរថាវាជន់ឈ្មោះជាមួយគេអញ្ចឹងវាលោតក្រហមបាទលោតក្រហមខ្ញុំបដូរមកយកឈ្មោះគេឲ្យតែម្ដងធ្វើបែបនេះវាងាយស្រួលហើយលឿនបាទនៅពេលដែលយើងយកឈ្មោះដែលគេឲ្យកន្លែងនេះយើងបញ្ចូលពាក្យសម្ងាត់មកពាក្យសម្ងាត់នេះយើងត្រូវតែបញ្ចូលហើយយើងកត់វាឬក៏ screen វាទុកឲ្យបានស្រួលបួលបាទពីព្រោះថាពាក្យសម្ងាត់នៅពេលដែលយើងយកទៅប្រើប្រាស់នៅលើបណ្ដាញសង្គមណាមួយត្រូវការបញ្ចូលពាក្យសម្ងាត់នេះសំខាន់បាទអញ្ចឹងយើងត្រូវតែទុកនៅពេលដែលបញ្ចូលកន្លែងភ្នែកនេះយើងបើកភ្នែកនឹងមកហើយយើងមើលពាក្យសម្ងាត់នឹងហើយយើងកត់វាទុកឲ្យបានស្រួលបួលបាទឬក៏ screen ទុកក្នុងរូបថតឲ្យបានស្រួលបួលទៅបាទតែប៉ុណ្្នឹងទៅវាហើយកន្លែងនេះយើងបញ្ចប់រួចអស់យើងបញ្ជូនបន្ទាប់ហ្នឹងទៅហើយយើងអានអត្ថបទគេបន្តិចមកលក្ខខណ្ឌនៃការប្រើប្រាស់របស់គេយ៉ាងណាយើងមើលបន្ទាប់មកយើង